លោកពឿនថាតើមានអ្វីជម្រាបជូនទស្សនិកជនសូមអញ្ជើញមន្ទីរពលរដ្ឋខេត្តបៃលិនប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទីដើមការងារថ្មីឆ្នាំ2021លោកប្រធានស្នើសុំខាងខេត្តឆ្នាំ2025ជាពីពលរដ្ឋខេត្តបៃលិនបានរៀបចំប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទីដើមការងារថ្មីសម្រាប់ឆ្នាំ2021ពលឡើងលើការប្រជុំមន្ទីរពលរដ្ឋខេត្តបៃលិនក្រោមអន្តរជាតិឲ្យដល់គូចិត្តអនុរដ្ឋាភិបាលក្រសួងពលរដ្ឋប្រជុំមន្ទីរពលរដ្ឋខេត្តបៃលិនអង្គការជាវិស័យអនុរដ្ឋាភិបាលក្រសួងពលរដ្ឋនិងលោកសៅវត្តអន្តររដ្ឋខេត្តបៃលិនបានហើយទេព្រោះមានការចូលពីមន្ត្រីការនិងពលរដ្ឋnhững một chút phát triển của tôi toàn bộ những cáiលោកលោកបរិយប្រគិននីតិវិធីខេត្តបៃលិនបានធ្វើរបាយការណ៍ថាក្នុងឆ្នាំ2025នីតិពលរដ្ឋខេត្តបានអនុវត្តទូរនីតិយ៉ាងសកម្មតាមរយៈការចុះយានពលរដ្ឋថតរូបតែនិពន្ធអត្ថបទនិងផលិតស្ពតអប់រំខ្លីៗសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាថ្នាក់ជាតិនិងក្នុងខេត្តនិងបណ្ដាញសង្គមមន្ត្រីក៏បានធ្វើការត្រួតពិនិត្យនិងគ្រប់គ្រងព័ត៌មានសារធារណមតិក្នុងខេត្តយ៉ាងម៉ត់ចត់ច្បាស់លាស់ប្រកបដោយបរិយាកាសសកម្មនិងអន្តរកម្មលោកប្រធានមន្ត្រីស្ដីទីក៏បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងកក់ក្ដៅទាំងធនធានមនុស្សនិងសម្ភារៈបច្ចេកទេសរបស់អាយុបមេត្រារដ្ឋមន្ត្រីក្រសួងពលរដ្ឋនិងលោកជំទាវបានទៅមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនដែលជាកម្លាំងចលករសំខាន់ធ្វើឲ្យវិស័យពលរដ្ឋក្នុងខេត្តមានការរីកចម្រើនច្បាស់លាស់និងសន្តិវិលាលោកសៅសវណ្ណអភិបាលខេត្តបៃលិនបានមានប្រសាសន៍លើកឡើងអំពីវិធានការកែលម្អសេដ្ឋាអន្តរសម្ព័ន្ធសាធារណៈនៅដៃខាងក្នុងខេត្តបៃលិនដូចជាការដាំដើមឈើតាមដើមការនិងការកសាងសួនច្បារដើម្បីទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិនិងជំរុញសេដ្ឋកិច្ចដែលទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំនិងមហាជនទូទៅអាយរំជាវិស័យអនុរដ្ឋាភិបាលក្រសួងពលរដ្ឋបានផ្ដល់ផ្ញើឲ្យមន្ទីរពលរដ្ឋនិងអ្នកការពលរដ្ឋក្នុងខេត្តបន្តផ្សព្វផ្សាយពលរដ្ឋពិតជាមានពលរដ្ឋខ្លៃខ្លាយនិងជួយលើកតម្កើងសមិទ្ធផលនិងសក្តានុពលរបស់ខេត្តបៃលិនដល់ទូទាំងប្រទេសហើយដល់គុណវិចិត្រអនុរដ្ឋាភិបាលក្រសួងពលរដ្ឋបានមានប្រសាសន៍កោតសរសើរការនិងសាមគ្គីគ្នាយ៉ាងអបអរសាទរនិងបានចូលរួមយ៉ាងសកម្មក្នុងការបដិវត្តម្លែកនាយករដ្ឋមន្ត្រីនៃក្រសួងវិទ្យាសាស្ត្រកម្ពុជាតែផ្ដល់លោកអនុសាសន៍ជាច្រើនដល់ក្រសួងពលរដ្ឋនិងអ្នកការពលរដ្ឋទាំងអស់ដើម្បីលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈដល់អ្នកការពលរដ្ឋឆ្លើយតបទៅនឹងបញ្ហានេះឯកឧត្តមនៃពាក្យប្រារដ្ឋមន្ត្រីក្រសួងពលរដ្ឋក៏បានរៀបចំយុទ្ធនាការការរៀបចំសំណាក់ផ្នត់ការពលរដ្ឋដោយផ្អែកលើអភិក្រមថ្មីទឹកលឿននិងទូលំទូលាយប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់ទៅគ្រប់មជ្ឈដ្ឋានក្នុងឱកាសនេះផងដែរអាយដាមគូវិចិត្រក៏បានប្រគល់នូវវចនានុក្រមពីសាស្ត្រខ្មែរដល់មន្ទីរពលរដ្ឋខេត្តដើម្បីប្រើប្រាស់បម្រើដល់ការសរសេរអត្ថបទពលរដ្ឋឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធអក្សរសាស្ត្រជាតិរបស់យើងផងដែរបាទជាពលរដ្ឋខេត្តបៃលិនបាទគុំបញ្ចប់តែប៉ុណ្ណេះបាទចាអរគុណច្រើនលោកពឿនសម្រាប់សេចក្តីរាយការណ៍ចេញពីខេត្តបៃលិនព្រឹកនេះជម្រាបលាជួបគ្នានៅឱកាសក្រោយទៀតបាទសូមអរគុណសូមជំរាបលាបាទ